ថ្ងៃនេះអ្នកនាំពាក្យក្រសួងការអ្នកនាំពាក្យរដ្ឋាភិបាលថ្មីរបស់ថៃគឺលើកឡើងថាមូលហេតុនៃការលុប MOU គឺដោយសារតែថៃគិតថាមានយូរដែរតែអត់ប្រយោជន៍ MOU 2001នេះគឺសំដៅ MOU នៅក្នុងការដែលគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នានៅតំបន់កោះកុដហើយឥឡូវថៃគេយកដាច់ហើយបើសិនជាក្នុងន័យនេះគឺបានន័យថាកុំឲ្យពិបាកចែកលុយពេលដែលអត់ MOU ហ្នឹងបានន័យដែនសមុទ្រត្រួតស៊ីគ្នារួមទាំងកោះកុដកោះអីហ្នឹងគឺកាលមុនកោះកុដថៃគេថាគេ 100% 1លាន%ប៉ុន្តែឥឡូវអាដែនសមុទ្រហ្នឹងគេមិនឲ្យខ្មែរទៀតយើងទៅប្រើច្បាប់អីប្រើប៉ុន្តែអញ្ចឹងគេថាចេះថៃគេថាខ្ញុំដកស្រង់សម្ដីគាត់គឺអ្នកស្រីរចដាដាណាដេរិចលោកអ្នកស្រីរចដាដាណាដេរិចដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃហ្នឹងគាត់និយាយថាអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2021ហ្នឹងគឺអត់បានប្រយោជន៍ទេ20ឆ្នាំជាងហើយ25ឆ្នាំហើយដូច្នេះជួបប្រជុំគ្នាបាន 3-4 ដងដូច្នេះអត់ប្រយោជន៍អញ្ចឹងដូច្នេះលុបចោលទៅអត់បាច់ទុកអីទេហើយយកយន្តការអីថ្មីបាទនេះគឺជារឿងដែលកម្ពុជាដោះស្រាយព្រំដែនគោកអត់ទាន់ចប់ឥឡូវមកអំពុលទុករឿងព្រំដែនទឹកទៀតនៅពេលដែលយើងកំពុងអវល់រឿងឆោបោកអនឡាញឥឡូវបាតកោចិនផងខ្មែរផងទៅបិទផ្លូវហាណូយនៅភ្នំពេញហ្នឹងមុខអាសាខាធនាគារជាតិហ្នឹងឡើងមកព្រឹកដោយសារអីដោយសាររឿងក្រុមហ៊ុន Huawei ក្រុមហ៊ុនHP អីហ្នឹងរដ្ឋធនាគារជាតិហ្នឹងបិទទៅប្រតិបត្តិការឆោបបោកអនឡាញមិនដឹងអីក៏ក្រាកឥឡូវគ្នាជាប់លុយជាប់ផុងអីនៅហ្នឹងហើយអត់ទាន់មានដំណោះស្រាយអាការបាតកម្មហ្នឹងគឺធ្វើជាប្រចាំតែអត់ទាន់ឃើញដំណោះស្រាយនិយាយទៅគឺវិលមុខដែរអាណិតអតិថិជនខ្មែរឲ្យដល់ពេលអញ្ចឹងទាំងចិនទាំងខ្មែរហ្នឹងចាប់ផ្ដើមមើលប្រទេសកម្ពុជាថាជាកន្លែងមិនមែនឋានសួគ៌គឺជាឋាននរកនៃអំពើឆោបបោកយើងជាប្រទេសឆោបបោកទៀតហើយទៅយើងមើលរូបភាពអញ្ចឹងមានតែរហូតហ្នឹងបាទឥឡូវចូលដល់ព័ត៌មានបន្ថែមតកតងនឹងរឿងខ្ញុំជពាក់រឿងអតីតពលករខ្មែរចំណាក់ស្រុកនៅជប៉ុនកំពុងជាប់ឃុំដោយការបញ្ចេញមតិថ្ងៃនេះគឺអតីតពលករជប៉ុននេះដែលជាប់ឃុំនេះតាមពិតឈ្មោះស៊ុំសៀតអាយុ23ឆ្នាំហើយស៊ុំសៀតនេះគឺមែនតែនទៅត្រូវបានអាជ្ញាធរចាប់ខ្លួនពេលដែលបើតាមសកម្មជនគណៈបកប្រឆាំងម្នាក់នៅប្រទេសជប៉ុនគឺនាងវណ្ណលក្ខណាគាត់ថាដំបូងមានក្រុមគេនឹងទៅចាប់ឪពុកម្ដាយគ្នាយកកម្លាំងចុះទៅដល់ផ្ទះអីហ្នឹងបង្ខំឲ្យចុះចូលអីអញ្ចឹងណាប៉ុន្តែចុងក្រោយហ្នឹងគ្នាអត់តបានចុះចូលអីលោកក្រោយដល់ពេលគេលួងឲ្យចូលទៅស្រុកខ្មែរថាអត់ចាប់ទេពេលចុះដល់ពលានយន្តហោះគេចាប់គ្រប់អីអញ្ចឹងទៅនេះគឺជាសាររបស់វណ្ណលក្ខណាជាការប្រាប់ដែលលលោកមួយចំនួនមិនប្រកាសទៅហើយរួចពីត្រង់ទេថ្ងៃនេះក្រៅតែពីការដែលយើងអញ្ចឹងយើងចាប់មកអ្នកដែលធ្វើឲ្យខូចឈ្មោះជាតិយើងធំអីអត់ចាប់ទេតែទៅធ្វើបាបគ្នាគឺធ្វើបាបគ្នាទូចដូចមិនបាតអីហ្នឹងជាពិសេសគឺថ្ងៃនេះចាប់2នាក់ទៀតហើយ2នាក់ហ្នឹងគឺបើតាមអ្វីដែលអង្គការអាត់ហុកនៅមូលដ្ឋានប្រាប់មកគឺមួយជាគ្រូបរិញ្ញាមួយទៀតជាកម្មករដែរហើយខ្ញុំនឹងផ្សាយព័ត៌មាននេះនៅយប់ស្អែកចុះព្រោះដោយសារព័ត៌មានច្រើនហើយដល់ពេលហើយ